醉春风，哇，醉春风，处处见面，两人积极心动。景望中看不一样的天空，我张开心胸，无情的人笑我痴。我笑无情人懵懂，我愿意在他手掌之中，醉春风，哇，醉春风，人啊冲动。我感动，伤的心或是万万不能。我愿意在他手掌之中，我要还我大意，我会与天同路，但愿见你笑容让我有始有终，不要怪我大意，我会与天同路，但愿见你笑容让我有始有终，让我有始有终。ជាមួយឆ្នាំមុននេះស្រុកជាណានមានចម្បាំងរាំងជលចលាចលគ្រប់ទីកន្លែងព្រះអង្គចេញបង្ក្រាបពួកបះបោ
លោកពូកែខាងប្រើរំសេវផ្ទុះចូលរណបជាមួយនឹងយើងយូរឆ្នាំមកហើយចិញ្ចឹមទ័ព1000ថ្ងៃប្រើក្នុងមួយពេលតើលោកមានផែនការអ្វីដែរព្រះម្ចាស់ទូបកគលធ្វើតាមព្រះរាជាព្រះអង្គម្ចាស់ធ្វើដំណើរតាមផែនការហើយនិយាយទៅមើលមានរឿងដំណើរថាម្ចាស់ពិភពគុណកំបិតទៅប្រហារនេះល្បីឈ្មោះលើលោកនេះគ្មាននរណាមួយដែលមិនគោរពនោះកំបិតប្រហារនេះគឺជារបស់ទើបដែលមនុស្សក្នុងពិភពគុណចង់បានទូបកគលបានផ្សព្វផ្សាយដំណឹងហើយលើថាព្រះអង្គម្ចាស់បានយករាជដង្វាយទៅថ្វាយរៀមច្បងសួងមិញពីអ្នកការពារកំបិតប្រហារនេះចូលរាជធានីបើសិនជាតដាមកំបិតនោះប្រកាសជាធ្វើឲ្យមានការប្រជែងក្នុងពិភពគុណយកកំបិតបហានេះធ្វើជានុយធ្វើឲ្យមនុស្សក្នុងពិភពគុណកាប់សម្លាប់គ្នាឯងយើងចាំប្រមូលត្រីក្នុងកន្ត្រកនេះជាផែនការល្អណាស់ធ្វើមិននឹងអាចយកកំបិតទៅល្បីល្បាញលើលោកនេះប្រគល់ឲ្យមនុស្សក្នុងពិភពគុណដោយដៃពីរធ្វើជាអាវុធប្រឆាំងនឹងរាជវង្សយើងបាននោះអញ្ចឹងយើងមានទោសកំហុសធ្ងន់ណាស់ឈិនខុនហេតុអីក៏មិនប្រើកំបិតคล้ายទៅហ៎មនុស្សក្នុងពិភពគុណនរណាក៏ដូចគ្នាដែរម្នាក់កលុយដូចជាកញ្ជ្រោះកាយសាហាវដូចជាចចកយកកំបិតคล้ายប្រកាសជាពិបាកជឿណាម្យ៉ាងទៀតក្នុងពិភពគុណការសម្លាប់គ្នាបង្ហូរឈាមខូចខាតយ៉ាងធំទូបង្គំជឿថាថ្វាយលទ្ធភាពឲ្យព្រះអង្គម្ចាស់បើចង់តដើមកំបិតប្រហារនេះគួរតែងាយស្រួលដូចបោះជ័យ
នាងកំឡុងធាននាងសោយណាខ្លាចតែនាងនាងចាំឲ្យប្រឆាំងនឹងខ្លួនឯងធ្វើអីអ្នកណាឲ្យអ្នកប្រុសថាក្បាច់កូនខ្ញុំមិនល្អធ្វើអីខ្ញុំជ្រុលសម្ដេចទៅហើយខ្ញុំអត់មានកំណត់យ៉ាងនេះទេឥឡូវនាងត្រូវរបួសមានអាវុធចំខ្លួនថយកម្លាំងណាគិតយ៉ាងម៉េចទៅអញ្ចឹងខ្ញុំគួរធ្វើយ៉ាងម៉េចទៅខ្ញុំគិតមើលស្ថានភាពរបស់នាងមិនអាចបញ្ជាពេលទៀតទេត្រូវទុកឲ្យខ្ញុំនឹងជំនួយបានទេជីវិតសំខាន់ជាងណានៅក្នុងពិភពគុណប្រុសនិងស្រីគេមិនប្រកាន់ទេបានធូនតិចទេណែនាងភ្ញាក់ហើយមានកន្លែងណាខ្វះការគួរសមសុំមេត្តាអភ័យទោសណាលបងលបងកំបិតប្រហារនេះពិតជាកំបិតប្រហារនេះមែនបងត្រូវទៅយកកំបិតនេះត្រឡប់ទៅក្រុមឧតាំងវិញមិនអញទេដឹងកំបិតនេះគឺបងដឹងថាឯងចង់និយាយស្អីហើយកំបិតប្រហារនេះគឺមិនប្រកាន់ថាជារបស់នាងម្នាក់នោះទេម្យ៉ាងទៀតពួកយើងចូលពីលើភ្នំដល់ទីនេះគឺទទួលបញ្ជាពីលោកគ្រូហើយកំបិតប្រហារនេះលេចមុខនៅក្នុងពិភពគុណម្ដងទៀតហើយក៏ជាគ្រឿងដង្វាយរបស់ព្រះអង្គម្ចាស់លោកគ្រូបារម្ភណាស់ល្បិចកលពើពោះរបស់ព្រះអង្គម្ចាស់គូបំណងគឺចង់ឲ្យពិភពគុណកាប់សម្លាប់គ្នាបើសិនជាកំបិតនេះនៅក្រុមឧតាំងលោកគ្រូគឺនឹងអាចរៀងស្ទះគ្រូកំណាចបានលោកប្អូនដើម្បីកុំឲ្យមានការប្រែប្រួលកើតឡើងបងគួរទៅយកកំបិតនេះប្រគល់ទៅជូនលោកគ្រូអញ្ចឹងទើបមានការស្ងប់ចិត្តបន្តិចហើយចុះចំណែកឯងវិញពេលនេះខ្ញុំមិនទាន់ទៅទេស្ថានភាពរបស់នាងមិនទាន់ជានៅឡើយឥឡូវបើខ្ញុំចាក់ចេញពីនាងខ្ញុំមិនស្ងប់ចិត្តទេមិនអីទេឯងទៅតាមក្រោយចុះអញ្ចឹងមកទៅហើយណាម្ចាស់ទូខ្ញុំចង់ឆ្លងស្ទឹងមិនអីទេ
ខ្ញុំមិនចង់សម្លាប់លោកទេតែលោកបង្ខំខ្ញុំមិនបានទេខ្ញុំមិនអាចទៅទាំងយ៉ាងនេះណាយ៉ាងជួយសានបានជួយជីវិតខ្ញុំម្ដងខ្ញុំក៏ត្រូវសងជីវិតឯងមួយវិញដែរអ្នកណាគេហ្នឹងលោកបងគឺបងណាហ៎បងប្រុសមិនបានច្បងមកតែម្នាក់ឯងចឹងឯណាលបងក៏មិនតាមមកដល់ទៀតទេអត់ទេសង្ឃឹមថាក៏មកមានអីកើតឡើងអីលោកឈ្មោះសួងតៃជីងប្រធានក្រុមធានាទ្វារនេះទេមានការអីខ្ញុំត្រកលជីងខ្ញុំមករកលោកធានារបស់ជាពិសេសរបស់នេះសំខាន់ណាស់មិនអាចខកបានទេលោកកុំព្រួយក្រុមធានាទ្វារនេះរបស់ខ្ញុំបានទ្វារ20ឆ្នាំហើយមាសប្រាក់គ្រឿងអលង្ការបើទោះជាការរកស៊ីធំជាងនេះទៅទៀតក៏ពួកខ្ញុំធ្វើដែរមិនដែលមានអ្វីឆ្លោះឆ្លួយទេអញ្ចឹងហើយបានជាខ្ញុំសម្ដៅមករកក្រុមធានារបស់លោកនឹងណាប៉ុន្តែរបស់ធានានេះប្រកល់ជូនលោកខ្ញុំមានលក្ខខណ្ឌ3ទី1របស់ធានានេះត្រូវតែលោកជូនទៅដោយផ្ទាល់ទី2ដំណាក់លេងអានបញ្ជូនទៅដល់ដំណាក់សិនយិននៅភ្នំអ៊ូតាំងចាប់ធ្វើដំណើរទាំងយប់ទាំងថ្ងៃក្នុងរយៈពេល10ថ្ងៃត្រូវបញ្ជូនទៅដល់ក្រុមអ៊ូតាំងទី3បើសិនជាមានការឆ្លោះឆ្លួយតែបន្តិចកុំថាឡើយជីវិតរបស់លោកការពារមិនបានយើងនឹងឲ្យក្រុមធានាទ្វារនេះរបស់លោកសូម្បីតែមន់ឆ្កែក៏យើងមិនទុកដែរលក្ខខណ្ឌនេះមិនធ្ងន់ធ្ងរប្រមាណទេគ្រាន់តែសម្ដីក្អេងក្អាងបន្តិចមាសសុទ្ធ2000តម្លឹងនេះគឺជាថ្លៃការពាររបស់លោកនៅលើខ្លួនគេមានរបួសមិនត្រូវខកពេលវេលាទេតើរបស់ធានានេះលោកទទួលឬក៏មិនទទួលរបស់នេះក្រុមធានាពួកខ្ញុំទទួលហើយចេញដំណើរចេញដំណើក្រុមយើងមកដល់ភ្នំអ៊ូតាំងហើយធ្វើដំណើរទាំងថ្ងៃទាំងយប់ពេលនេះដកដង្ហើមបានធូរបន្តិចតើគ្នាប្រយ័ត្នយើងមិនដែលស្គាល់គេទេលោកគឺក្រុមធានាទ្វារនេះតាំងមែនទេមែនហើយសំប្រាំងឈ្មោះផងបានទេសងយានឈើភ្នំអ៊ូតាំងម្ចាស់ក្រុមធានានេះគឺជាអ្នកក្លាហានសងមេកាយរបស់អ្នកក្លាហានទាំង7ក្រុមអ៊ូតាំងយើងដឹងហើយទៅឆោសិននៅក្នុងតែនោះគឺយូតាយានប្អូនទី3របស់ខ្ញុំមែនទេខ្ញុំត្រឹមតែទទួលរបស់ធានាតែប៉ុណ្ណោះមិនឲ្យសួរពីរបស់ធានាទេចាគឺលបងយ៉ាងម៉េចលបងគេយ៉ាងម៉េចទៅហើយមិនអីទេមើលរូបរាងរបស់គេត្រូវបួសធ្ងន់ណាស់អញ្ចឹងមិនឲ្យខកខានទេម្ចាស់ក្រុមធានាទុកប្អូនរបស់ខ្ញុំនៅទីនេះហើយខ្ញុំអរគុណហើយណាអូនខ្ញុំមានបួសធ្ងន់ណាស់បើសិនជាខ្ញុំជួយមិនតាន់ទេនោះខ្លាចក្រែងតែខ្ញុំទទួលការពឹងពាក់ប្រគល់មនុស្សឲ្យក្រុមអ៊ូតាំងមានអ្វីដែលត្រូវប្រកែកជាមួយអ្នកក្លាហានសុងនោះអញ្ចឹងខ្ញុំសូមអរគុណជាមុនណាតើ
ក្រុមធានាពួកយើងអាចទៅវិញបានហើយមិនត្រូវទេក្រុមអ៊ូតាំងមិនដឹងថារបស់ធានារបស់ពួកយើងគឺយូតៃយិនសង្ហានឈៀវក៏ដូចជាមានចេតនាចង់ចាំពួកយើងមានបញ្ហាប្រកាសជាមានបញ្ហាជាមិនខានទេដើមឡើយស្មានតែត្រូវចំណាយកម្លាំងខ្លះតែមិននឹកស្មានថាគេនោះបែរជាងាយស្រួលបោកយ៉ាងនេះសោះចិនខុនយោតាយិននេះប្រកល់ជូនលោកហើយណាលេងឧតាំងប្រកាសជាខ្លាចជាកំដុំនឹងគ្នាព្រោះតែយូតាយានមិនខានលោកអត់ច្រឡំទេដឹងលោកមើលឲ្យច្បាស់បន្តិចទៅមើលតើគេនោះជាសងយិនឈៀវមែនទេកុំច្រឡំសោះគេបានយកបងរបស់យើងដែលត្រូវរបួសនោះឲ្យមនុស្សចម្លែកគឺនាំទុកដល់បងរបស់យើងលបងហើយតាចេញកាប់ពេលលបងខ្ញុំណែណាខ្ញុំមិនដឹងទេបើខ្ញុំមានចិត្តធ្វើបាបអ្នកខ្លានឈៀវមែននោះខ្ញុំចាំបាច់ជិះសេះធ្វើដំណើរអស់10ថ្ងៃលំបាកធ្វើអីហើយក៏មិនចាំបាច់មកទីនេះលំបាកខ្លួនឯងទៀតដែរខ្ញុំយល់សភាពមិនសូវល្អទើបមកស្វែងរកការពិតមិននឹកស្មានថាពួកលោកមិនបែងចែកសននឹងខ្មៅខុសនឹងទៅទេគឺបដៅខ្ញុំទៅហើយលោកប្អូនកុំច្រឡោតអីស៊ីងតែជីងនៅទីនេះសិនហើយណាជឿមែនហើយធ្វើល្អមិនបានល្អទេម្ចាស់ក្រុមធានាអាចប្រាប់ខ្ញុំអំពីមនុស្សដែលបន្លំធ្វើជាខ្ញុំនោះធ្វើដំណើរទៅទិសណាទៅខាងលិចឈៀងខាងជើងបងប្រុស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 លបងលបងលបងបងប្រុសហ៎បងប្រុសយ៉ាងម៉េចហើយអត់ទេបងក៏អត់ឃើញដែរតើមើលតិចមើលតោះលបង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 អត់ចាំឡើងទៅបាទលោកគ្រូលបងអាចជួយបានទេដោះអាវចេញទៅលោកគ្រូអូ តាយានត្រូវបញ្ជុលជាមុនបាក់ដៃបាក់ជើងជាក្រោយយានឈៀវថ្នាំផ្ដាច់ជីវិតខ្លាសលោកគ្រូយកប្រមាណគ្រាប់ទៅ5គ្រាប់
គ្រូតែអាចស្មានដឹងពីស្ថានភាពរបួសនេះតើនរណាជាអ្នកប្រព្រឹត្តទៅលោកគ្រូមនុស្សថោកទាបប្រើពឹសក្នុងពិភពគុណកន្លែងណាក៏មានដែរពិបាកស្មានក្រុមមួយណាប្រើណាស់ធ្វើឲ្យគេរបួសយ៉ាងនេះចំណែកបាក់ដៃបាក់ជើងទាំងគូនេះគ្រូអាចសន្មតថាមករៀបគង់សំណុំរបស់សាវលីងអូតាំងនឹងសាវលីងអត់មានគំនុំអីគ្នាទេហេតុអ្វីបានជាធ្វើយ៉ាងនេះពិតមែនហើយបងទី5ដូចជាបាននិយាយថាបងយានយកកំបិតប្រហារនេះមកក្រុមអ៊ូតាំងវិញមុនឯងមួយជំហានតើមែនទេពិតមែនទេខ្ញុំគិតស្ដាយក្រោយបន្ទោសខ្លួនឯងណាបើសិនជាខ្ញុំមកជាមួយនឹងគាត់អត់អីទេប្រហែលជាគ្មានរឿងយ៉ាងនេះកើតឡើងឡើយត្រូវមិននេះឯងនិយាយបាននេះថាម៉េចទៅខ្ញុំចាំបានថាក្រុមធានាទ្វារនេះម្ចាស់ក្រុមធានាឈ្មោះទូតៃស៊ីងនោះគឺជាសិស្សអត់មានឈ្មោះរបស់វត្តសាលីងណាខ្ញុំបាននិយាយថាមិនត្រូវដល់លេងវាទេលពូនខ្ញុំទៅចាប់គេមកខ្ញុំទៅហើយលពូនតើឯងមានផតាំងស្អីទៅដែលទៅចាប់គេនោះមិនក៏បងមិនគិតមើលរឿងនេះបានបញ្ជាក់ហើយតាទូតៃស៊ីងនោះប្រកាសជាសម្លឹងឃើញកបិតប្រហារនេះរបស់លបងយានទើបធ្វើយ៉ាងនេះតែគេបាននិយាយហើយណាអ្នកដែលយករបស់ធានាមកនោះគឺជាមនុស្សវ័យក្មេងតកូលយីងនោះជារឿងនិទានដែលពួកគេប្រឌិតកុហកយើងតែប៉ុណ្ណោះស្មានតែធ្វើអញ្ចឹងទើបពួកយើងជឿខ្ញុំត្រូវសងសឹកឲ្យលបងវិញខ្ញុំត្រូវទៅសងសឹកមិនទៅច្រឡំទេលបងខ្ញុំឈឺណាស់លបងតាយានអាចការពារជីវិតបានមិនបានទាល់តែខែក្រោយទើបអាចដឹងបានប៉ុន្តែបាក់ដៃបាក់ជើងនោះគឺមិនអាចតវិញទេមួយជីវិតនេះគឺពិការរហូតយើងត្រូវទៅរកមធ្យោបាយទៀតណាទេលបងឯងយ៉ាងមិនទៅហើយលបងមិនក៏ឯងទូនជ្រាយយ៉ាងនេះឯងធ្វើចំមិនសមទេបើសិនជាខ្ញុំរួមដំណើរជាមួយលបងគាត់មិនអាចត្រូវមកជល់ពឹសមិនអាចពិការបានទេលបងខ្ញុំជាអ្នកនាំទុកដល់គាត់ខ្ញុំសុំទោសលបងសុំបងវាយខ្ញុំបងជេរខ្ញុំមកហើយអ្វីបងមិននិយាយស្ដីបំទោសខ្ញុំហើយអ្វីបានជាបងមិនជេរខ្ញុំឯងអត់មានទុកកំហុសស្អីទេគឺព្រះជាម្ចាស់បានផ្ដន់ទាគេតែប៉ុណ្ណោះលបងវាយខ្ញុំលបងជេរខ្ញុំតាមចិត្តមកចោលបងនិយាយស្ដីមួយម៉ាត់មកលបងនិយាយឲ្យថាឯងគ្មានទុកកំហុសអីទេគឺព្រះជាម្ចាស់បានផ្ដន់ទាលោកប្អូនតែយានតែប៉ុណ្ណោះព្រះជាម្ចាស់លេសនៅក្រុមអ៊ូតាំងរបស់យើងអ្នកដែលត្រូវពិការគួរតែខ្ញុំទេអ្នកដែលត្រូវរងទោសលំបាកក៏គួរតែខ្ញុំដែរលោកប្អូនឯងឈឺចាប់ឯងបន្ទោសខ្លួនឯងបងក៏ដឹងទាំងអស់តាំងចិត្តឲ្យស្ងប់ស្ងៀមឯងគួរតែគិតមើលទៅកាលនោះឯងគិតជួយមនុស្សជាមុនមិនអាចមកវិញជាមួយនឹងប្អូនតែយានបានអ្នករងទុកគួរតែខ្ញុំគួរតែអ្នកពិការទេលោកប្អូនឥឡូវឯងស្ដាយយ៉ាងណាក៏មិនអាចថយក្រោយវិញបានដែរឥឡូវសំខាន់ស្វែងរកឃាតករដែលធ្វើបាបប្អូនតែយានរបស់ឯងឲ្យឃើញទៅឯងដឹងទេ
ស៊ូស៊ូ បង ស្ដាប់សំ